សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកដឹងថាតើយើងបង្រៀនកូនដែលទៅតែនឹងកើតបានមួយសប្តាហ៍ឲ្យគាត់ដឹងថ្ងៃនិងយប់ហើយដឹងថាតើពេលណាត្រូវគេងជាពិសេសគឺបរិញ្ញាគាត់គេងពេលយប់ក្នុងនោះគឺមាន5ចំណុចធំៗទី1គឺយើងបង្កើតលំដាប់លំដោយចូលគេងរៀងរាល់យប់មានន័យថាយើងយកគាត់ទៅងូតទឹកបន្ទាប់មកអានសៀវភៅគាត់ស្ដាប់តមកទៀតរៀបចំកន្លែងគេងដាក់គាត់ឲ្យចូលគេងហើយជ្រាបបំពេអញ្ចឹងយើងធ្វើអញ្ចឹងដំបូងគឺគាត់អត់ដឹងទេធ្វើយូរយូរទៅគឺគាត់ដឹងថាអូតែចាប់ផ្ដើមងូតទឹកគឺចិត្តដល់ពេលចូលគេងហើយអញ្ចឹងមិនមែនគាត់អត់ដឹងទេណាគឺគាត់ចំណាំទុកហ្មងហើយទី2បើគាត់ភ្ញាក់ពាក់កណ្ដាលយប់បើគាត់ភ្ញាក់ពាក់កណ្ដាលយប់យើងមិនត្រូវរៀបចំលំដាប់លំដោយចូលគេងគាត់ទៀតទេគឺដាក់គាត់លើគ្រែឲ្យគាត់គេងទៀតអញ្ចឹងធ្វើបែបនេះដើម្បីអីដើម្បីឲ្យគាត់ហ្នឹងចូលដំណេកឲ្យខ្លួនឯងហើយនៅពេលដែលគាត់ដឹងថាពេលយប់ភ្ញាក់ឡើងគឺត្រូវចូលគេងខ្លួនឯងយូរយូរគាត់ធ្លាប់គឺគាត់អត់ភ្ញាក់ទៀតទេពាក់កណ្ដាលយប់ហ្នឹងគឺគាត់គេងឯងហើយជាពិសេសយើងត្រូវទម្លាប់គាត់ឲ្យគេងបានល្អណាគាត់គេងបានស្កប់ស្កល់នៅពេលយប់2ម៉ោង10យប់រហូតដល់ម៉ោង2ព្រឹកព្រោះអត្តនកាលហ្នឹងវីដេអូមុនយ៉ាងម៉េចគឺអត់មុនលូតលាស់បញ្ចេញខ្លាំងបញ្ចេញច្រើនហើយជាពិសេសនៅពេលដែលគេងលក់ស្កប់ស្កល់ល្អណាស់ទី3បរិយាកាសកន្លែងគេងសមស្របមានន័យថាបន្ទប់គេងស្ងប់ស្ងាត់បរិយាកាសល្អសីតុណ្ហភាពសមប្រកបនិងមិនមានពន្លឺខ្លាំងមានន័យថាយើងប្រើអំពូលដែលមានពន្លឺស្រទន់បើសិនជាចាំបាច់ព្រោះពេលខ្លះយើងត្រូវប្រើអំពូលភ្លើងដែរកុំឲ្យងឹតពេកអញ្ចឹងទី4ប្រឡែងលេងបែបទន់ភ្លន់មិនត្រូវលេងអ្វីដែលរំញោចខ្លាំងពេកទេមុនគាត់ចូលគេងនឹងព្រោះអាចធ្វើឲ្យគាត់នឹងលែងងងុយគេងហើយម៉ាស្សាជើងដៃគាត់ទន់ភ្លន់ទៅដើម្បីជួយឲ្យគាត់នឹងស្រួលខ្លួនក៏ដូចជាចរន្តឈាមមេឃដើរស្រួលអញ្ចឹងគាត់ឆាប់គេងលក់ដែរទី5គឺឲ្យក្មេងគាត់ដឹងថ្ងៃឬយប់មានន័យថាយ៉ាងម៉េចពេលថ្ងៃយើងបង្កើតបរិយាកាសភ្លើងអ៊ូអរតែមិនមែនអ៊ូអរខ្លាំងទេអ៊ូអរឲ្យគាត់ដឹងថាអាហ្នឹងពេលថ្ងៃគេធ្វើការគេដើរលេងគេញ៉ាំអីចឹងអញ្ចឹងគាត់ដឹងថាពេលថ្ងៃហើយពេលគាត់ងងុយគេងពេលថ្ងៃយើងត្រូវកំណត់ម៉ោងគាត់គេងបើថាឲ្យគាត់គេងពេលថ្ងៃត្រង់ពីម៉ោង11ដល់ម៉ោង1គឺយើងឲ្យគេងតែប៉ុណ្្នឹងទេក្រៅពីហ្នឹងគឺយើងរំខានគាត់រហូតគាត់មើលតែគាត់ចង់គេងយើងរំខានកុំឲ្យគាត់គេងហៅគាត់ប៉ះគាត់នាំគាត់លេងអីចឹងទៅព្រោះកាលណាគាត់គេងថ្ងៃច្រើនយប់គាត់អត់គេងទេរំខានយើងមិនបានគេងនៅពេលយប់ដើម្បីឲ្យគាត់គេងបានស្កប់ស្កល់នៅចន្លោះម៉ោងពី10យប់រហូតដល់ម៉ោង2ទីភ្លឺព្រោះហេតុអីដូចនិយាយខាងលើគឺពេលហ្នឹងកាលណាគេងស្កប់ស្កល់គឺខ្លួនយើងបញ្ចេញអរម៉ូនលូតលាស់បានច្រើនបានខ្លាំងហើយការបញ្ចេញអរម៉ូនហ្នឹងគឺជះឥទ្ធិពលទៅលើការលូតលាស់ជាពិសេសគឺកម្ពស់ឆ្អឹងហ្នឹងហើយបើក្មេងមានអាយុ6ឆ្នាំមានកម្ពស់ប្រមាណគឺយើងអាចយកក្មេងហ្នឹងយកកម្ពស់គាត់ហ្នឹងគុណ2អញ្ចឹងកម្ពស់អនាគតគាត់ហ្នឹងគឺស្តៀងហ្នឹងបើសិនជាអាយុ6ឆ្នាំគាត់មានកម្ពស់អឺ80សង់ទីម៉ែត្រអញ្ចឹងអនាគតទៅគាត់អាចមានកម្ពស់ត្រឹមតែ1.60 ម៉ែត្រអីចឹងបើ90សង់ទីម៉ែត្រគាត់អាចបាន1.80 ម៉ែត្រអីចឹងទៅវាមិនត្រូវ100%ទេប៉ុន្តែវាស្តៀងហ្នឹងព្រោះអាហ្នឹងសិតតែជាគំរូដែលគេធ្វើឲ្យប្រៀបដូចជាសកម្មូលចឹងគណិតវិទ្យាគេហៅថាសកម្មូលអរគុណសម្រាប់ការតាមដានវីដេអូហើយបងប្អូនកុំភ្លេច like Subscribe វីដេអូនឹង Channel ខ្ញុំផងអរគុណ